នៅក្នុងនគរដ៏ស្រស់ស្អាតមួយមានដំរីលូមដ៏ធំមួយក្បាលឈ្មោះចម្ប៉ាមានអំនួតទាំងខ្លាំងចំពោះមាឌដ៏ធំនិងកម្លាំងរបស់នាងតែងតែដើរដោយភាពអម្អាចនិងមើលងាយសត្វតូចៗនៅក្នុងសួនច្បារព្រះនាងធីតានៅព្រះមហាក្សត្រវិរៈស្រឡាញ់ចម្ប៉ាណាស់នាងពិតជាស្រស់ស្អាតព្រមមានគ្រឿងអលង្ការមាសនិងកណ្ដឹងប្រាក់តូចៗជាច្រើនចម្ប៉ាតែងតែដើរនៅក្នុងសួនច្បារហើយគិតថាខ្លួនឯងពិតជាមានសារៈសំខាន់ណាស់នាងតែងតែដើរលេងសើចជាមួយសត្វតូចៗដូចជាជីងចក់មេអំបៅនិងខ្យងជាដើមខ្ញុំមានមាឌធំហើយខ្ញុំមានកម្លាំងខ្លាំងបញ្ហារបស់សត្វតូចៗមិនមែនជារឿងរបស់ខ្ញុំទេនៅក្នុងសួនច្បារមានកណ្ដុរតូចមួយឈ្មោះពេជ្រតែងតែអង្គុយមើលពីក្រោយជាជាងថ្មវាជាកណ្ដុរដែលចូលចិត្តសង្កេតនិងចេះដឹងរឿងចាស់វាតែងតែមើលឃើញអ្វីៗដែលអ្នកដទៃមិនដែលយកចិត្តទុកដាក់ថ្ងៃមួយព្រះនាងធីតាបានយកកន្លងប្រាក់តូចដ៏ស្រស់ស្អាតមួយមកឲ្យចម្ប៉ានេះជាកណ្ដុរសម្រាប់ឯងណាចម្ប៉ាចម្ប៉ាសប្បាយចិត្តណាស់កណ្ដឹងនោះបន្លឺសំឡេងយ៉ាងពីរោះរាល់ពេលដែលនាងដើរកណ្ដឹងនោះជាទីស្រឡាញ់បំផុតសម្រាប់ចម្ប៉ាចូលចិត្តកណ្ដឹងថ្មីរបស់នាងណាស់រាល់ពេលនាងដើរកណ្ដឹងនោះឮសូររឿងសំឡេងនោះពិតជាព្រោះណាស់សូម្បីតែសត្វស្លាបក៏ចូលចិត្តវាដែរនាងគិតថាមានអ្វីអាចធ្វើឲ្យនាងសប្បាយចិត្តជាងនេះទៀតទេប៉ុន្តែថ្ងៃមួយខណៈពេលដែលចម្ប៉ាកំពុងដើរយ៉ាងលឿនកណ្ដឹងប្រាក់តូចនោះក៏បានរបូតចេញពីករបស់នាងវាបានធ្លាក់ចុះទៅលើដីហើយរមៀលចូលទៅក្នុងប្រហោងតូចមួយរវាងទាំងថ្មធំដោយចម្ប៉ាមិនបាននឹងខ្លួនតតែសោះថាវាជ្រុំក្រោយមកនាងក៏ឈប់ដើរយីហើយអ្វីក៏ស្ងាត់ម្លេះចុះសំឡេងកណ្ដឹងដ៏ពីរោះរបស់ខ្ញុំបាត់ទៅណាហើយចម្ប៉ាចាប់ផ្ដើមស្វែងរកកណ្ដឹងរបស់នាងយ៉ាងប្រញាប់ប្រញាល់នាងបានប៉ាប្រមោលដ៏ធំរបស់នាងអូសទៅអូសមកនៅលើដីនាងរើស្លឹកឈើនិងថ្មតូចប៉ុន្តែនាងរកមិនឃើញកណ្ដឹងឡើយធ្វើឲ្យនាងពិតជាសោកសៅនិងខ្លាំងព្រាមនោះផ្នែករបស់ចម្ប៉ាក៏បានប្រទះឃើញអ្វីម្យ៉ាងនៅក្នុងប្រហោងតូចរវាងទាំងថ្មធំគឺកណ្ដឹងប្រាក់របស់នាងសេចក្តីសង្ឃឹមចាប់ផ្ដើមកើតឡើងប៉ុន្តែនាងមិនអាចចាប់វាបានទេព្រោះប្រមាញនាងធំពេកមិនអាចចូលទៅក្នុងប្រហោងនោះបាននោះទេចម្ប៉ាអង្គុយចុះក្បែរប្រហោងថ្មនាងឱនក្បាលចុះហើយមានការសោកស្ដាយជាខ្លាំងព្រោះនាងមិនអាចយកកណ្ដឹងរបស់នាងមកវិញបានដោយសារតែមាឌនាងធំពេកមិនអាចចូលទៅក្នុងប្រហោងតូចនោះបាននៅពីក្រោយជញ្ជាំងថ្មវិញបានមើលឃើញអ្វីៗគ្រប់យ៉ាងវាឃើញដំរីដ៏ធំនិងមានដំនួតកំពុងតែកាត់ទុកបេះដូងនៅតូចរបស់ពេជ្រក៏មានអារម្មណ៍អាណិតដែរវាគិតថាទៅតែជួយដំរីនោះសួស្តីចម្ប៉ាភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងក្រឡេកមើលចុះក្រោមហើយឃើញពេជ្រកំពុងឈរនៅមុខនាងហើយអ្វីបានជាកណ្ដុរតូចនេះមករំខានខ្ញុំឯងចាប់ទៅឆ្ងាយទៅខ្ញុំកំពុងតែពិបាកចិត្តផងខ្ញុំគ្មានអារម្មណ៍លេងជាមួយឯងទេកុំខឹងខ្ញុំអីចម្ប៉ាខ្ញុំបានឃើញកណ្ដឹងរបស់ឯងធ្លាក់ចូលទៅក្នុងប្រហោងនោះនេះខ្ញុំតូចខ្ញុំអាចចូលទៅយកវាឲ្យឯងបានណាចម្ប៉ាភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះនាងមិនដែលគិតថាសត្វតូចអាចមកជួយនាងបាននោះទេចម្ប៉ាមិនដឹងថាត្រូវនិយាយអ្វីនាងមិនដែលគិតថាកណ្ដុរតូចមួយអាចជួយដំរីដ៏ធំដូចជានាងបានទេប៉ុន្តែនាងគ្មានជំរឿក្រៅពីទុកចិត្តពេកនោះទេបើអញ្ចឹងឯងឆាប់ចូលទៅចុះនៅក្នុងប្រហោងនោះពេជ្របានរកឃើញកណ្ដឹងប្រាក់ដ៏ស្រស់ស្អាតគាត់បានលូកដៃតូចរបស់គាត់ទៅចាប់លើកណ្ដឹងនោះយ៉ាងប្រយ័ត្នប្រយែងខ្ញុំរកឃើញកណ្ដឹងហើយភ្លាមនោះពេជ្រក៏បានលូនចេញពីប្រហោងវាកាន់កណ្ដឹងប្រាក់ដ៏ភ្លឺចែងចាំងនៅក្នុងដៃ
จำปาสบายเช็ดอย่างคลันเนียงมันรอดำแผมทง ទីបំផុតខ្ញុំបានកំណត់ខ្ញុំមកវិញហើយ จำปาบานป้าประเมินบอลเนียนเลือกกันดังถนอมปีกไปจากที่ไงนุ่มบอกจำปาเล่นมีน้ำรวดติดหายเนียงมันดังทามันทักคลุนยืนทมคนละหรือว่าคลางคนนั้นตียืนแต่ในตระกายชงวยปีเนตตีตัวใบชิบไปตัวกันหน่อยคนตายแปะโดนนังสกได้คลานระบอกวัดคือทมถิ่นนะให้ผู้คิดตั้งปีก็คลายจีมันหล่อหนังเคลียจีเรียนมันโหดต่อเตยនៅភូមិមួយក្បែរព្រៃធំមានប្រាសាទចាស់មួយក្មេងស្រីម្នាក់ឈ្មោះច័ន្ទតែងតែទៅទីនោះរាល់ល្ងាច លោកតាជឿនតើកណ្ដឹងប្រាសាទនេះមានសម្លេងពីរោះប៉ុណ្ណាទៅ វាពីរោះខ្លាំងណាស់ក្មួយស្រី លោកតាជឿនចាប់ផ្ដើមរៀបរាប់ពីរឿងនិទានចាស់មួយប្រាប់ទៅកាន់ច័ន្ទ កាលពីព្រេងនាយមានកណ្ដឹងមាសមួយដែលមានសម្លេងពីរោះរណ្ដំចិត្តបំផុតសម្លេងរបស់វាអាចព្យាបាលទុក្ខសោកនិងនាំមកនូវសេចក្តីសុខសាន្តដល់អ្នកភូមិទាំងអស់ តែឥឡូវកណ្ដឹងនោះនៅស្ងៀមស្ងាត់ជាយូរណាស់មកហើយ ហេតុអ្វីបានជាវាស្ងាត់ទៅវិញលោកតា វាមានរឿងរ៉ាវដ៏កំសត់មួយកាលពីយូរលង់ណាស់មកហើយមានរឿងអកុសលមួយបានកើតឡើង មានអ្នកវាយកណ្ដឹងដ៏ចំណានម្នាក់បានស្លាប់ទៅចាប់តាំងពីនោះមកគ្មាននរណាម្នាក់អាចវាយវាឲ្យលឺបានដូចគាត់ឡើយ ច័ន្ទមានការតាំងចិត្តយ៉ាងមុតមាំចង់ឃើញកណ្ដឹងនោះលឺឡើងវិញ ខ្ញុំនឹងរកវិធីដើម្បីឲ្យកណ្ដឹងនេះលឺឡើងវិញក្មេងស្រីនោះចង់ឲ្យកណ្ដឹងលឺវិញមែនទេ ព្រាហ្មណ៍ក៏បានសម្រេចចិត្តហោះទៅជិតច័ន្ទដើម្បីសាកសួរនិងសុំជួយនាង ក្មេងស្រីតូចតើឯងពិតជាចង់ឲ្យកណ្ដឹងនេះលឺឡើងវិញមែនទេ ចាពិតមែនហើយ ប្រ ប្រសិនបើខ្ញុំអាចធ្វើបានខ្ញុំចង់ឲ្យសម្លេងពីរោះរណ្ដំរបស់វាបន្លឺឡើងម្ដងទៀតដើម្បីឲ្យអ្នកភូមិមានភាពរីករាយឡើងវិញ រៀមមានគំនិតមួយដើម្បីជួយច័ន្ទ អូខ្ញុំនឹកឃើញហើយខ្ញុំមានគំនិតល្អមួយប្រហែលជាខ្ញុំអាចជួយបានខ្ញុំនឹងខំប្រឹងឲ្យអស់ពីលទ្ធភាពមានក្មេងស្រីម្នាក់ចង់ឲ្យកណ្ដឹងប្រាសាទលឺឡើងវិញតើយើងអាចជួយនាងបានទេមានក្មេងស្រីម្នាក់ចង់ឲ្យកណ្ដឹងប្រាសាទលឺឡើងវិញ តើយើងអាចជួយនាងបានទេ បានពួកយើងស្ម័គ្រចិត្តជួយបងតើពួកឯងស្ម័គ្រចិត្តជួយទេ ពួកយើងនឹងស្ម័គ្រចិត្តជួយទាំងអស់គ្នា ល្អណាស់បើអញ្ចឹងពួកយើងឆាប់ទៅល្អណាស់អញ្ចឹងពួកយើងឆាប់ទៅ ពួកយើងនឹងស្ម័គ្រចិត្តជួយទាំងអស់គ្នា ត្រៀមខ្លួនរួចរាល់ហើយមែនទេរួចរាល់ត្រៀមខ្លួនរួចរាល់ហើយមែនទេរួចរាល់ ពួកយើង ត្រៀមខ្លួនរួចរាល់ហើយមែនទេ រួចរាល់តោះយើង ប្រឹងឡើងវារៀងធ្ងន់ណាស់ប្រឹងឡើងវាធ្ងន់ណាស់ជាយាមអស់ពីកម្លាំង កំបោះបង ចិត្តដល់ហើយលឺហើយទីបំផុតខ្ញុំលឺហើយព
ពួកយើងធ្វើបានសម្រេចហើយ លោកតាវាពិតជាបន្លឡើងមែន វាពិតជាការងារដ៏អស្ចារ្យខ្លាំងណាស់ចាន់ លោកតាខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ទីបំផុត សំឡេងកណ្ដឹងបានវិលត្រឡប់មកវិញហើយ ពួកយើងពិតជាសប្បាយចិត្តណាស់ភូមិរបស់យើងនឹងមានសេចក្តីសុខនិងសន្តិភាពត្រឡប់មកវិញអរគុណក្មេងស្រីតូចនិងមិត្តភក្តិតូចៗ អ្នកបាននាំជីវិតមកឲ្យខ្ញុំម្ដងទៀតសំឡេងនេះពិតជាពីរោះណាស់ ជាសំឡេងនៃក្តីសង្ឃឹមនិងការរួបរួមគ្នា ចាប់តាំងពីថ្ងៃនោះមកសំឡេងកណ្ដឹងប្រាសាទតែងតែបន្លឺឡើងនាំមកនៅសេចក្តីសុខសាន្តដល់អ្នកភូមិជានិច្ច អរគុណច្រើនដែលបានជួយ យកក្រមានេះទៅជូតទៅកុំឲ្យរងាខ្ញុំមិនចង់
រឿងដំរីនិងស្រមោចកាលពីព្រេងនាយនៅឯព្រៃដ៏ធំមួយក្បែរប្រាសាទបុរាណមានសត្វជាច្រើនរស់នៅដោយសុខសាន្តប៉ុន្តែមានដំរីមួយក្បាលឈ្មោះតារាគេមានខ្លួនធំហើយកម្លាំងខ្លាំងប៉ុន្តែគេមានចិត្តអួតអាងណាស់ជារៀងរាល់ថ្ងៃតារាតែងតែដើរអួតប្រាប់សត្វដទៃថាគេជាអ្នកខ្លាំងជាងគេមើលចោគ្មាននរណាធំនិងខ្លាំងដូចខ្ញុំទេ សត្វតូចៗដូចជាស្វានិងទន្សាយតែងតែភ័យខ្លាចរត់ពួនរាល់ពេលឃើញតារាដើរមកថ្ងៃមួយនៅក្បែរផ្លូវដើរមានសត្វស្រមោចតូចមួយឈ្មោះសុភាកំពុងតែខិតខំធ្វើការស្រាប់តែមានស្រមោលដ៏ធំមួយបាំងពន្លឺថ្ងៃជិតឈឹងគឺដំរីតារានឹងឯងគេដើរមកជិតនឹងជន់លើសំបុករបស់សុភាហើយសុភាភ័យណាស់ក៏ស្រែកប្រាប់ទៅដំរីបងដំរីសូមឈប់សិនបងដើរជិតជន់ផ្ទះរបស់ខ្ញុំហើយតារាឮសំឡេងតូចៗក៏ឈប់ហើយសើចចំអកអូឯងជាសត្វល្អិតតូចសោះហ៊ានមកហាមឃាត់ស្ដេចដំរីដូចខ្ញុំផងសុភានិយាយដោយសម្ដីទន់ភ្លន់ខ្ញុំមិនហ៊ានទេបងតែសូមបងមេត្តាដើរវៀងបន្តិចទៅដើម្បីកុំឲ្យខូចផ្ទះរបស់ខ្ញុំប៉ុន្តែតារាមិនស្ដាប់ទេគេកាន់តែខឹងហេតុអ្វីខ្ញុំត្រូវដើរវៀងខ្ញុំធំខ្ញុំចង់ដើរទៅណាក៏បានដែរថាហើយតារាក៏លើកជើងបំរុងនឹងជន់កំទេចសម្បុកស្រមោចចោលចាំមើលណាខ្ញុំនឹងជន់ឲ្យបែកតែម្ដងឃើញដូចនេះសុភាក៏លូតយ៉ាងលឿនតោងប្រមោយរបស់ដំរីសុភានាងវាចូលទៅក្នុងប្រមោយរបស់តារាយ៉ាងជ្រៅហើយសុភាក៏ខំឲ្យខ្លាំងតារាឈឺចាប់ខ្លាំងណាស់គេស្រែកយំហើយរត់ពេញព្រៃអូយឈឺណាស់ជួយផងទោះជាគេធំយ៉ាងណាក៏គេមិនអាចធ្វើអ្វីស្រមោចតូចមួយនោះបានដែរទីបំផុតតារាក៏សុំអង្វរសុំទោសខ្ញុំសុំទោសខ្ញុំឈប់ធ្វើបាបឯងហើយសុំចេញមកវិញមកសុភាឮដូច្នោះក៏វាចេញមកវិញចាំណាបងដំរីទោះជាតូចក៏មានពឹសដែរកុំមើលងាយអ្នកតូចជាងខ្លួនឲ្យសោះចាប់ពីថ្ងៃនោះមកដំរីតារាឈប់អួតអាងហើយរស់នៅជាមួយសត្វដទៃយ៉ាងសប្បាយរីករាយចប់សូមអរគុណសម្រាប់ការទស្សនាកុំភ្លេច Subscribe និងដាក់សញ្ញាកណ្ដឹងនៅក្នុងភូមិដំបែងដ៏ស្ងប់ស្ងាត់មួយ
មានក្មេងស្រីម្នាក់ឈ្មោះទេវីនាងជាជាងតម្បាញដ៏ប៉ិនប្រសប់ហើយតែងតែត្បាញសូត្រដ៏ស្រស់ស្អាតក្នុងភូមិរបស់នាងពោរពេញទៅដោយភាពរីករាយនិងមនុស្សដែលមានចិត្តល្អទេវីស្រឡាញ់ភូមិរបស់នាងខ្លាំងណាស់ជិតដល់ពិធីបុណ្យអុំទូកហើយទេវីចង់ត្បាញសំពត់ហូលដ៏ស្រស់ស្អាតបំផុតនាងចង់ជូនសំពត់នោះទៅលោកយាយសុំដែលជាអ្នកភូមិដ៏ចំណាស់ម្នាក់ ខ្ញុំចង់ធ្វើអ្វីមួយនៅពិសេសសម្រាប់ខ្លួនប៉ុន្តែខ្ញុំគ្មានថ្នាំចូលពណ៌ថ្លៃៗដូចគេនោះទេ នៅក្នុងផ្ទះទេវីអង្គុយនៅមុខកៃតម្បាញរបស់នាងមានតែសូត្រពណ៌សធម្មតាគ្មានពណ៌ភ្លឺចាញ់ចាំងឡើយ តើខ្ញុំអាចត្បាញអ្វីដែលស្រស់ស្អាតដោយគ្មានពណ៌បានយ៉ាងដូចម្តេចទៅ ទោះបីជានាងមិនដឹងថាត្រូវធ្វើយ៉ាងណាប៉ុន្តែនាងមិនដែលបោះបង់ចោលក្តីសង្ឃឹមរបស់នាងឡើយល្ងាចមួយមានអ្នកដំណើរផ្សងព្រេងម្នាក់បានមកដល់ភូមិរបស់នាងគាត់ជាបុរសចំណាស់ម្នាក់ដែលមើលទៅដូចជាអ្នកដែលមកពីស្រុកឆ្ងាយនេះតាមពិតគាត់គឺជាអ្នកតាដែលជាវិញ្ញាណបុរាណចុះមកជួយមនុស្សលោកគាត់បានឃើញទេវីកំពុងតែអង្គុយត្បាញនៅក្នុងផ្ទះនៅពេលយប់អ្នកតាបានមកដល់ផ្ទះទេវីមិនដឹងថាគាត់ជាវិញ្ញាណឡើយនាងបានអញ្ជើញគាត់ឲ្យហូបបាយនាងមានតែបាយនិងបន្លែបន្តិចបន្តួចប៉ុន្តែនាងបានយកអាហារឲ្យលោកតាដោយចិត្តសប្បុរសអ្នកតាបានរំភើបចិត្តដោយសារចិត្តល្អរបស់នាងចៅស្រីចិត្តល្អបរិសុទ្ធរបស់ចៅពិតជាស្រស់ស្អាតណាស់ចៅមិនត្រូវការថ្នាំជ្រលក់ពណ៌ដែលថ្លៃដើម្បីត្បាញក្រណាត់ស្រស់ស្អាតនោះទេ តើលោកតាចង់មានន័យយ៉ាងណា ចៅមើលនោះទៅពន្លឺច័ន្ទពេញវងបញ្ចេញពន្លឺដ៏ភ្លឺចែងចាំងនៅលើផ្ទៃទឹកពន្លឺព្រះច័ន្ទនេះហើយគឺជាពណ៌ដែលចៅត្រូវការទេវីមើលទៅពន្លឺព្រះច័ន្ទនោះដោយភាពអស្ចារ្យក្នុងចិត្តពន្លឺច័ន្ទនេះណាមិនមែនគ្រាន់តែជាពន្លឺទេណាចៅវាគឺជាវេទមន្តវាអាចប្រែក្លាយសូត្រធម្មតាឲ្យទៅជាស្រស់ស្អាតបានណាចៅគាត់បានបង្ហាញពីរបៀបប្រមូលពន្លឺព្រះច័ន្ទយ៉ាងថ្នមហើយទេវីបានរៀនយ៉ាងយកចិត្តទុកដាក់ទេវីបានអនុវត្តតាមអ្វីដែលអ្នកតាបានបង្រៀននាងបានលូកដៃរបស់នាងទៅក្នុងទឹកយ៉ាងថ្នមពន្លឺព្រះច័ន្ទបានជាប់នឹងម្រាមដៃរបស់នាងដូចជាវត្ថុរាវពណ៌ប្រាក់អញ្ចឹងនាងពិតជាមានអារម្មណ៍ថាអស្ចារ្យខ្លាំងណាស់ត្រឡប់មកដល់ផ្ទះវិញទេវីចាប់ផ្ដើមត្បាញក្រណាត់របស់នាងរាល់ពេលដែលនាងរំកិលអន្លូងក្រណាត់សូត្រក៏ចាប់ផ្ដើមផ្លាស់ប្ដូរពណ៌វាលែងជាសូត្រធម្មតាទៀតហើយតែវាភ្លឺចែងចាំងដូចជាពន្លឺព្រះច័ន្ទដែរធ្វើឲ្យទេវីសប្បាយចិត្តយ៉ាងខ្លាំងនៅទីបំផុតទេវីក៏បានបញ្ចប់ការត្បាញរបស់នាងសំពត់ហូលនោះភ្លឺចែងចាំងដូចជាពន្លឺព្រះច័ន្ទផ្ទាល់វាជាក្រណាត់ដែលស្រស់ស្អាតបំផុតដែលនាងមិនធ្លាប់បានឃើញនាងពិតជាមានមោទនភាពចំពោះស្នាដៃរបស់នាងណាស់ព្រឹកឡើងទេវីបានរៀបចំសំពត់ហូលរបស់នាងនឹងយកវាទៅជូនលោកយាយសុំនៅឯពិធីបុណ្យអុំទូកចិត្តរបស់នាងពោរពេញទៅដោយក្តីរំភើបនិងក្តីស្រឡាញ់នាងសង្ឃឹមថាលោកយាយនឹងជួយចិត្តវាទេវីបានដើរកាត់ភូមិយ៉ាងសប្បាយរីករាយអ្នកភូមិផ្សេងទៀតកំពុងស្លៀកពាក់ស្រស់ស្អាតនាងបានកាន់សំពត់ហូលរបស់នាងយ៉ាងប្រយ័ត្នប្រយែងសំឡេងតន្ត្រីនិងសំណើចបន្លឺឡើងពេញភូមិនៅឯពិធីបុណ្យអុំទូកលោកយាយសុំកំពុងតែអង្គុយលើកម្រាលតុតែងយ៉ាងស្រស់ស្អាតអ្នកភូមិជាច្រើនបានមកជួបជុំគ្នានៅជុំវិញគាត់មើលទៅមានចិត្តល្អនិងមានមន្តស្នេហ៍ណាស់សំឡេងអបអរសាទរលាន់ឮពេញទន្លេទេវីបានដើរទៅរកលោកយាយសុំនាងបានលុតជង្គង់ចុះហើយបង្ហាញសំពត់ហូលពណ៌ប្រាក់ដ៏ភ្លឺចែងចាំងនោះ
លោកយាយសុំមើលទៅដោយការភ្ញាក់ផ្អើលនិងរីករាយហើយអ្នកភូមិផ្សេងទៀតក៏មានការងឿងឆ្ងល់ខ្លាំងដែរលោកយាយសុំបានលើកសំពត់ហូលនោះឡើងពន្លឺព្រះអាទិត្យបានចាំងប៉ះវាហើយធ្វើឲ្យវាភ្លឺចែងចាំងកាន់តែខ្លាំងឡើង អូវាពិតជាសស្អាតខ្លាំងណាស់ លោកយាយសម្ពុតហូននេះខ្ញុំមិនបានជ្រួតអត់ឲ្យថ្លៃនោះឡើយប៉ុន្តែខ្ញុំបានត្បាញវាដោយពលិប្រចាំនិងចិត្តដែលពោពេញទៅដោយការដឹងគុណណាលោកយាយ នាងបានរៀបរាប់ពីអ្វីដែលអ្នកតាបានបង្រៀនទឹកមុខរបស់នាងពិតជាស្មោះត្រង់ណាស់លោកយាយសុំបានពាក់សំពត់ហូលនោះរួចនិយាយថា ល្អណាស់ចៅបានបង្រៀនពួកយើងនៅមេរៀនដ៏សំខាន់មួយនោះគឺភាពសស្អាតពិតប្រាកដគឺកើតចេញពីចិត្តដែលល្អបរិសុទ្ធនិងស្មោះត្រង់ អ្នកតាក៏ញញឹមយ៉ាងពេញចិត្តនៅពីខាងក្រោយខ្នងនៅយប់ពេញបរមីមកដល់ទេវីបានទាញសរសៃសូត្រចុងក្រោយមកត្បាញរំពេចនោះក្រណាត់ដែលនាងបានត្បាញក៏បញ្ចេញពន្លឺពណ៌ប្រាក់យ៉ាងស្រស់ស្អាតដូចជាពន្លឺព្រះច័ន្ទយ៉ាងពិតៗអញ្ចឹងអ្នកភូមិបាននិយាយទាំងរំភើបថានេះមិនមែនគ្រាន់តែជាក្រណាត់សូត្រធម្មតានោះទេវាគឺជាសេចក្តីស្រឡាញ់និងការតស៊ូដែលបានคล้ายជាពន្លឺចាប់តាំងពីពេលនោះមកទេវីបានคล้ายជាគ្រូតម្បាញដ៏ល្បីល្បាញម្នាក់នាងមិនត្រឹមតែបង្រៀនក្មេងៗពីរបៀបត្បាញសូត្រប៉ុណ្ណោះទេតែនាងថែមទាំងបង្រៀនពួកគេឲ្យមានចិត្តមេត្តានិងការដឹងគុណផងដែរព្រោះភាពស្រស់ស្អាតពិតប្រាកដមិនមែនស្ថិតនៅលើអ្វីដែលយើងមើលឃើញនោះទេតែវាស្ថិតនៅក្នុងទឹកចិត្តរបស់យើងម្នាក់ៗ